ប្រគំមន្ត្រីខ្នាតជាដើម្បីដំណើរការទូទាំងខេត្តក្រុងរវាងក្រុមហ៊ុនខ្មែរ Beverage និងក្រុមហ៊ុន Sunday ផងដែរហើយឆ្នាំមុនយើងបានសូមគោរពលោកស្រីជាងសន្តិនាយកប្រតិបត្តិការនៃស្ថានីយទូរទស្សន៍ CTN បានផ្ដល់ពេលសាងសង់ពេលដែលយើងបើកអាជីវកម្មក៏មានមនុស្សក្នុងផ្សារហ្នឹងរាប់ពាន់អ្នកដែរហើយជាពិសេសដែលយើងបង្កើតភូមិខ្មែរនេះឡើងគឺយើងចង់បង្ហាញពីដែលយើងធ្លាប់ទៅញ៉ាំកន្លែងហ្នឹងប៉ុន្តែវាអត់ងាយស្រួលបានឲ្យវាពិបាកកន្លែងចំណតឬមួយជាការភាពអនាម័យនៅមានកម្រិតអត់ងាយស្រួលដល់គេហៅសម័យចិនស៊ីគាត់ចង់មកញ៉ាំថាវិញម្ដងសូមជម្រាបធ្វើឲ្យពួកយើងកាន់តែជោគជ័យហើយនឹងរីកចម្រើនទៅមុខហើយអ្វីដែលជាពិសេសថ្ងៃនេះខ្ញុំពិតជារំភើបដែលបានរួមសហការជាមួយអ្នកអង្គការលៀងមេងដែលគាត់ជានិមិត្តរូបជា idol របស់ខ្ញុំលោកមិនត្រឹមតែជោគជ័យខាងផ្នែកសុខភាពដែលគេតែងតែល្បីតគ្នាថាភូមិខ្មែរធ្វើបានមានទស្សនវិជ្ជាល្អម្ហូបឆ្ងាញ់ថ្ងៃនេះខ្ញុំបានចុះមកផ្ទាល់លក់នៅម្ហូបផ្ទាល់ខ្ញុំពិតជាមានក្តីរំភើបដែលក្រុមហ៊ុនជាម៉ងបង្កើតនៅផ្សារពីជាចុងក្រោយខ្ញុំបានសូមអរគុណអ្នកអង្គការដែលលោកតែងតែគ្រប់គ្រងនៅវិស័យសិល្បករខ្មែរផ្ដល់ការងារឲ្យតារាចម្រៀង Sunday ជឿជាក់មកក្រុមហ៊ុន Sunday ខ្ញុំបាននឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យការប្រគំតន្ត្រីខ្នាតជារបស់យើងកាន់តែល្អអត់ខ្ចោះជាចុងក្រោយខ្ញុំបានសូមជូនពរអ្នកអង្គការលោកជំទាវថ្នាក់ដឹកនាំទាំងអស់ក៏ដូចជាថ្នាក់ដឹកនាំ CTN ជួបតែសេចក្តីបាទហើយអធិស្ឋានទៅលោកអត់បានប្រកាសឈ្មោះសិល្បករតារាចម្រៀងយើងអស់ហើយណាយើងមានទស្សនវិជ្ជាបទពិសោធន៍ផ្លែកល្អការប្រកបក៏អត់ចេះបាទរួមជាមួយនឹងកិច្ចសហការលើស្ថានីយទូរទស្សន៍ទៀតធ្វើឲ្យបងប្អូនតាមតំណងបាទផ្ដល់កិត្តិយសក្នុងការទស្សនកិច្ចបាទភូមិខ្មែរអ្នកធ្វើដែលជាគំនិតដូចដើមចាអញ្ចឹងពេលដែលដល់ទីតាំងនេះយើងឆ្លងណាស់